បងប្អូនដើមនេះគេហៅថាដើមសុកឆ្មាពេលណាឆ្មាឈឺគឺវាទៅស៊ីដើមនឹងហើយអត់ដឹងថាវាឈឺអីទេពីព្រោះខ្ញុំនឹងវាអត់ចេះនិយាយភាសាឆ្មាហើយបងប្អូនខ្លះឃើញខ្ញុំបង្ហោះទៅក៏ថាដើមនឹងមានគេហៅមានគេហៅថាដើមសុកឆ្មាទេគេហៅថាដើមពុកមាត់ឆ្មាអត់មានកន្លែងណាដូចពុកមាត់ឆ្មាផងហ្នឹងហៅទៅតាមតំបន់ទេគាត់ហៅអីក៏ហៅទៅចាប៉ុន្តែនេះមើលអាមួយនេះអានេះបានគេហៅថាពុកមាត់ឆ្មាបងប្អូនមើលឃើញវារុយឃើញវារុយដូចពុកមាត់ឆ្មាទេចានេះបានពុកមាត់ឆ្មាអញ្ចឹងបើបងប្អូនថាអានឹងជាសុកឆ្មាក៏ថាទៅអត់អីទេប៉ុន្តែនៅពេលដែលគេប្រាប់ថាយកថ្នាំធ្វើថ្នាំពុកមាត់ឆ្មាធ្វើថ្នាំអីសុកឆ្មាធ្វើថ្នាំអីបងប្អូនយកកុំឲ្យខុសដើមហ្នឹងតែគេហៅថាអីក៏ហៅទៅអត់សំខាន់ទេសំខាន់មើលដើមនឹងឲ្យច្បាស់កុំឲ្យច្រឡំតែប៉ុណ្្នឹងទៅគឺគ្រប់គ្រាន់ហើយត្រូវហើយចា